អញ្ញាធរជាតិអប្សរាធ្វើសម្រងប្លង់បង្កាន់ដៃនេះជុំវិញប្រាសាទអង្គរវត្តក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្មនៃអញ្ញាធរជាតិអប្សរាធ្វើការងារសម្រងប្លង់បង្កាន់ដៃនេះនៅខឿនជាន់ទី1ជុំវិញប្រាសាទអង្គរវត្តដើម្បីសិក្សានៅចំណុចហានិភ័យនៃរចនាសម្ព័ន្ធបង្កាន់ដៃនេះមុននឹងឈានទៅដល់ការជួសជុលឲ្យរឹងមាំឡើងវិញលោកសយសុភិរិនមន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្មឲ្យដឹងថាការធ្វើសម្រងប្លង់បង្កាន់ដៃនេះនៅខឿនជាន់ទី1នេះមានប្រវែងសរុប950ម៉ែត្រការបំពេញការងាររយៈពេល12ខែមកនេះសមិទ្ធផលបានប្រវែងជាង450ម៉ែត្រកិច្ចការសម្រងប្លង់នេះមានសារៈសំខាន់ដើម្បីសិក្សាពីស្ថានភាពហានិភ័យនៃរចនាសម្ព័ន្ធសំណង់បង្កាន់ដៃនេះចំណុចដែលមានហានិភ័យខ្ពស់ចំណុចធ្លាប់ជួសជុលសម័យមុនជាដើមជាលទ្ធផលនៃការសិក្សាឃើញថាបង្កាន់ដៃនេះនឹងខឿនជាន់ទី1ជុំវិញប្រាសាទអង្គរវត្តមានចំណុចមួយចំនួនទទួលរងនឹងហានិភ័យខ្ពស់ដោយថ្មបង្កាន់ដៃនេះមិនមានលំនឹងនិងខឿនស្រោចជាដើមដោយសារតែកត្តាអាយុកាលនៃសំណង់កត្តាធម្មជាតិទឹកហូរច្រោះនិងសត្វល្អិតជាដើមបន្ទាប់ពីធ្វើសម្រងប្លង់រួចរាល់អាជ្ញាធរជាតិអប្សរាមានគម្រោងជួសជុលពង្រឹងបង្កាន់ដៃនេះទៅតាមដំណាក់កាលជាបន្តបន្ទាប់អ្នកជំនាញរូបនេះបានបញ្ជាក់ថាកាលពីអំឡុងឆ្នាំ2022-2023អាជ្ញាធរជាតិអប្សរាបានជួសជុលពង្រឹងបង្កាន់ដៃនេះនិងខឿនជណ្ដើរនៅទិសខាងត្បូងរបស់ប្រាសាទអង្គរវត្តបានជោគជ័យរួចមកហើយ